បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនប្រជាកសិករទាំងអស់ដែលជាអ្នកនិយមបាទដាំដំណាំដូងក្អូបបាទតែងតែតាមដាននៅរាល់វីដេអូក្នុង Channel YouTube របស់ខ្ញុំសម្រាប់វីដេអូនេះគឺខ្ញុំមកចង់ចែករំលែកអំពីកលឹះបាទក៏ដូចជាវិធីសាស្ត្រមួយចំនួនដែលធ្វើឲ្យបាទដូងក្អូបរបស់ខ្ញុំវាកាន់ផ្លែនៅក្នុងរដូវប្រាំងនេះបាទសម្រាប់ដំណាំដូងនេះបាទគឺប្រៀបដូចទៅនឹងបាទស្ត្រីដែលកំពុងតែពោពោះចឹងបងប្អូនបាទកាលណាម្ដាយបាទពុំបានបរិភោគនៅអាហារបាទដែលមានជីវជាតិគ្រប់គ្រាន់ដើម្បីចិញ្ចឹមទៅដល់កូននៅក្នុងផ្ទៃទេបាទគឺបាទការលូតលាស់របស់កូនក៏បាទអត់បានល្អដែរហើយដល់ពេលដែលបាទកូនកើតមកបាទក៏កូនបាទមានសុខភាពក៏អត់សូវល្អដែរសម្រាប់ដំណាំដូងបាទដូចគ្នាបងប្អូនបើសិនជាយើងបាទមិនបានបាទថែទាំបាទរកទឹករកជីបានគ្រប់គ្រាន់ទេអញ្ចឹងបាទសម្រាប់ខ្ពរដែលវាចេញមកបាទក៏បាទវាអត់មានគុណភាពបាទខ្ពរបែកមកមានតែខ្ពរតទេមានតែស្មែងបាទអត់មានគ្រាប់ញីបាទដើម្បីផលិតបានជាក្តឹបដូងនិងផ្លែដូងទេអញ្ចឹងសម្រាប់ការថែទាំបាទទឹកជីនេះគឺសំខាន់មែនទែនសម្រាប់ដំណាំដូងបាទសរុបរួមមកកត្តាដែលធ្វើឲ្យដូងបាទកាន់ផ្លែបានល្អនៅក្នុងរដូវប្រាំងនេះបាទដូចខ្ញុំបានបញ្ជាក់រួចហើយទី1តកតងទៅនឹងបញ្ហាទឹកបាទទី1ទឹកទី2តកតងទៅនឹងជីបាទទី3តកតងនឹងបាទថ្នាំប៉ុន្តែថ្នាំវាជាបាទឬបន្ទាប់បន្សំតែប៉ុណ្ណោះបាទកត្តាសំខាន់ជាងគេគឺទឹកជីបាទហើយបងប្អូនសួរថាបាទទឹកយើងប្រើប្រាស់ប្រមាណលីត្របាទដើម្បីស្រោចឲ្យបានគ្រប់គ្រាន់នៅក្នុងរដូវប្រាំងតកតងនឹងបញ្ហាទឹកប្រមាណលីត្របាទគឺខ្ញុំសូមមិនបញ្ជាក់ទេសម្រាប់បើសិនជាបងប្អូនបាទសម្បូរទឹកបងប្អូនស្រោចឲ្យច្រើនទៅបាទបើសិនជាតំបន់បងប្អូនបាទសម្បូរទឹកបងប្អូនអាចមានបន្លាយបាទត្រូវតែល្អតែសម្រាប់បច្ចុប្បន្នខ្ញុំគឺបាទតំបន់ដីទួលបាទដីពងរៀបអញ្ចឹងខ្ញុំធ្វើការស្រោចយ៉ាងតិចចាប់ពីកន្លះម៉ោងបើសិនជាតំបន់បងប្អូនសម្បូរទឹកបងប្អូនស្រោចកន្លះម៉ោងទៅ1ម៉ោងទៅនេះសម្រាប់រដូវប្រាំងហើយសម្រាប់ជីតើខ្ញុំប្រើជីប្រភេទអ្វីប្រើចំនួនប្រមាណបាទសម្រាប់ជីគឺខ្ញុំប្រើជីកំប៉ុស្តគឺខ្ញុំប្រើចាប់ពីបាទ50គីឡូក្នុងមួយដើមពីបងប្អូនបាទមិនចង់ប្រើជីកំប៉ុស្តទេបងប្អូនអាចប្រើជីសន្យារីក៏ប្រើគីមីក៏បានគីមីបងប្អូនអាចដាក់បាទមួយខែ1គីឡូទៅសម្រាប់ជីគីមីគឺងាយស្រួលប្រើប្រាស់បងប្អូនអត់ពិបាកបាទប្រើដូចជីកំប៉ុស្តទេបាទជីកំប៉ុស្តត្រូវការប្រើចំនួនច្រើនបើមិនជាជីគីមីយើងអាចប្រើចំនួនតិចបាទអាចចំនួន1គីឡូក្នុងមួយខែបាទសម្រាប់ថ្នាំបាញ់គឺយើងប្រើថ្នាំពីរប្រភេទបងប្អូនបាទទី1តកតងទៅនឹងបាទថ្នាំបាទកម្ចាត់សត្វល្អិតទី2តកតងទៅនឹងថ្នាំកម្ចាត់បាទជំងឺផ្សិតសម្រាប់ថ្នាំបាញ់ទៅលើក្បោដូងក៏ដូចជាក្តឹបដូងយើងមិនចេះតែបាញ់ទេបងប្អូនគឺយើងបាទសារដល់សង្កេតមើលបាទក្តឹបដូងរបស់យើងថា
ថាតើវាមានបញ្ហាផ្សិតបាទផ្សិតខ្មៅឬក៏សត្វអត់វាលុកអត់សម្រាប់បញ្ហាផ្សិតយើងអាចសង្កេតបាទមើលនៅភ្នែកបានបងប្អូនគឺបាទវាមានបាទខ្មៅបាទជាប់នៅនឹងស្មៃដូងម្រាមដូងបាទម្រាមគេហៅស្មៃដូងឬក៏ជាប់លើក្តាប់ដូងខ្មៅបាទនឹងឲ្យគេថានឹងឲ្យគេជាបាទជំងឺផ្សិតបងប្អូនមូលហេតុដែលនាំឲ្យកើតជំងឺផ្សិតបាទក្នុងរដូវប្រាំងនេះគឺតើតើនឹងអាកាសធាតុបាទអាកាសធាតុបាទសរសើរប្រៃអញ្ចឹងវាបង្កឲ្យមានបាទកើតជំងឺផ្សិតកើតឡើងបើសិនជាបងប្អូនបាទអាសាដល់សង្កេតមើលថាបើសិនជាមានបាទជំងឺផ្សិតនេះបាទបងប្អូនធ្វើការបាញ់បាទរៀងរាល់ខែមួយខែម្ដងឬក៏2ខែម្ដងបើសិនជាជំងឺផ្សិតនេះបាទយើងធ្វើការបាញ់បាទព្យាបាលហើយវាលែងមានអញ្ចឹងយើងមិនចាំបាច់បាញ់ទៀតទេបងប្អូនគឺយើងប្រើនៅពេលដែលមានបញ្ហាកើតឡើងតែប៉ុណ្ណោះសម្រាប់ថ្នាំផ្សិតនិងថ្នាំការពារសត្វល្អិតសម្រាប់ថ្នាំការពារសត្វល្អិតយើងប្រើនៅពេលដែលសត្វល្អិតវាលុកដូចជាសមើអកូវបាទសមោចឬក៏សត្វល្អិតផ្សេងទៀតដែលវាបំផ្លាញទៅលើដំដូងជាខ្វដូងរបស់យើងបាទធ្វើការបាញ់ភ្លាមឬក៏មួយខែទៅ2ខែបាទយើងធ្វើការបាញ់ម្ដង